ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ហើយជាពិសេសប្រជាពលរដ្ឋយើងដែលនៅក្រៅប្រទេសពលករនៅកូរ៉េនៅជប៉ុនខ្ញុំសូមអរគុណបងប្អូនណាស់ដែលយល់ជឿទុកចិត្តទៅលើរដ្ឋាភិបាលព្រោះមានការខិតខំអំពាវនាវបំផុសឲ្យចេញបាតកម្មជាពិសេសប្រមាណអាទិត្យមុននោះចង់បានរាប់ពាន់នាក់អីនោះតែចេញមកប្របាទរួចបងប្អូនភាគច្រើនគាត់មិននេះសំបីតែពេលជាមួយគ្នានឹងអ្នកទៅមើលតតបាល់ពាក់វីនោះគេរៀបចំមនុស្សរាប់រយនាក់គេទៅព្រោះគេយល់ថាគ្មានប្រយោជន៍អីដែលខ្មែរត្រូវឆ្លោះគ្នាដើម្បីរឿងដែលយើងទាំងអស់គ្នាគិតថាមានគោលដៅដូចគ្នាការពារជាតិដូចគ្នាទាំងអ្នកដែលស្របជាមួយរដ្ឋាភិបាលទាំងរដ្ឋាភិបាលនិងអ្នកគ្រប់គ្រងគេយល់ថាយើងជាខ្មែរដូចគ្នាការពារជាតិការពារទឹកដីដូចគ្នាមិនត្រូវឆ្លោះគ្នាទេយើងត្រូវរួមគ្នាទេជាពិសេសថែរក្សាស្ថិរភាពសន្តិភាពក្នុងប្រទេសរបស់យើងបើមិនអញ្ចឹងទេយើងនឹងបាត់ហើយបើខ្មែរឥឡូវទៅឆ្លោះគ្នាអត់មានពីណាចដេញទេបាទ1000ឆ្នាំនេះមើលទៅការវាយគ្នាការចូលទន្ទ្រានគ្នានេះភាគច្រើនដោយសារពេលដែលយើងបែកបាក់ផ្ទៃក្នុងបាទបែកបាក់ផ្ទៃក្នុងធនធានយើងក៏មិនអាចអភិវឌ្ឍបានកន្លែងក៏យើងទៅមិនរួចសំបីតែយើងវាយគ្នាឥឡូវទីហោតំបន់ទិសខាងលិចខាងប៉ៃលិនខាងអីពីមុនយើងគិតថាកន្លែងនោះតំបន់ទុនធានពេលវាយគ្នាគឺយើងមានតែដោះដូរអានឹងដើម្បីផ្គត់ផ្គង់អាវុធហើយខ្ញុំទៅប្រទេសអាហ្វ្រិកមួយគេមុនដូចគ្នានៅខ្ញុំចុះមកប្រទេសហ្នឹងសម្បូរពេជ្រសម្បូរអីពេលដែលខ្ញុំទៅនោះគឺថាពី30ឆ្នាំមួយប្រទេសហ្នឹងគេហៅថាជាប្រទេសបែលហ្សិកនៃអាហ្វ្រិកព្រោះប្រទេសហ្នឹងមានដល់ក្រោយមកបែកបាក់ផ្ទៃក្នុងប្រទេសពីរនៅជិតនោះជាអ្នកជួយភាគីសងខាងប្រទេសមួយជួយមកខាងប្រទេសមួយជួយមកខាងដល់វាយទៅអស់មនុស្សអស់ទ្រព្យសម្បត្តិគាត់ដូរអីគាត់មកខាងវាយមកគេឲ្យតបតែគេដូរជាមួយត្បូងមកខាងទៀតដូរជាមួយត្បូងរឿងតែប៉ុណ្្នឹងទីបំផុតគឺបែបនេះអញ្ចឹងការថែរក្សាសុខសន្តិភាពនិងស្ថិរភាពនិងកាយភាពជាតិគឺជាកិច្ចការសំខាន់ហើយពាក់ព័ន្ធវិស័យឯកជននេះគឺសំខាន់ដែរបាទហើយគេមកតប្រទេសនឹងសន្តិភាពហើយប្រទេសមកតគេគិតថាដាក់ទុនរយៈពេលវែងបានបាទកសាងទៅមិនឲ្យឆេះឬមួយក៏ត្រូវវិច្ចប្រវិច្ចរត់ចោលដោយសារភ្លើងសង្គ្រាមអញ្ចឹងគឺការថែរក្សានេះហើយជាពិសេសគឺការថែរក្សានៅការឯកភាពជាតិផ្ទៃក្នុងដែលខ្ញុំសូម